Ngày nay mày còn làm srek srek nước sầm lom chu bạp sọc sài đó lại. Dạ chồng rêu xua xua đây bông ôn nâng ọc nia. Ngày nay đối xa tầm mấy phiên là làm srek srek cho nực mà hô bạp sọc sài đó lại. Hai vậy là nực khơi môn cây nó cứ sờ lò mà chu mong á. Tuần khai nên miền bật lại sro sro là o. Mơ ngày nắng miền đám chếch ở ca cặp plau khai nằm ca snow. Tham tăng miền mà rẹp rơi tham tiệt. Lạiនេះបើយើងយកទៅធ្វើលក់អីផ្សេងក៏ឆ្ងាញ់ដែរអូយម៉ាឥឡូវយើងនិយាយពីគ្រឿងផ្សំយើងវិញយើងមានកូលក្រៃរំដេងខ្ទឹមសម្ទេសស្លឹកក្រូចសើចហើយនឹងសណ្ដានក្រៀមនេះចំណែកសាច់វិញខ្ញុំយកថៃងៀតប្រៃហើយនឹងកំពឹសប៉ុន្តែកំពឹសថ្ងៃនេះអត់សូវល្អសោះហើយនឹងប្រហុកតែអីឯងមានតែប៉ុណ្្នឹងគ្រប់គ្រាន់សម្រាប់ខ្ញុំហើយឥឡូវទឹកយើងឡើងពងក្រងហើយយើងដាក់កូលក្រៃខ្ទឹមសម្ដេងអីហ្នឹងចូលឲ្យអស់មកដំបូងហ្នឹងខ្ញុំក៏ដាក់ម្ទេសយើងដំហើយពី3គ្រាប់ចូលដែរឲ្យវារៀងហឹរតិចតិចសិនចាំចុងក្រោយយើងដាក់ថែមឲ្យរៀងច្រើនតិចតាមដែលយើងជួយចិត្តហឹរល្អតណាតមកទៀតខ្ញុំដាក់ថៃងៀតបានត3ដុំនឹងឯងព្រោះអីខ្ញុំជួយចិត្តញ៉ាំកាពើច្រើនជាងថៃងៀតហ្នឹងយើងរំងាស់ឲ្យវាចេញជាតិមកព្រោះវាមានជាតិប្រៃស្រាប់នៅក្នុងហ្នឹងណាតមកទៀតខ្ញុំបង់សណ្ដានចូលសណ្ដានហ្នឹងឆ្ងាញ់ហើយវាមានរសជាតិជូរដិតហ្មងបើសិនអ្នកទាំងអស់គ្នាមានអំពិលក៏អាចដាក់អំពិលទុំបានដែរតែបើខ្ញុំចូលចិត្តដាក់សណ្ដានជាងព្រោះវារសជាតិគេជូរមកដិតហ្មងណាគ្រាន់តែ voice over នេះក៏ឃ្លានម្ដងទៀតដែរមកឥឡូវកុំឲ្យខាតពេកយើងទៅបង់ប្រហុកចូលម្ដងយើងដាក់ប្រហុកចូលម្ដុំហ្នឹងមកខ្ញុំចង់បានក្លិនរៀងដិតតិចចឹងណាបើសិនអត់សូវចូលចិត្តប្រហុកអីដាក់តែបន្តិចក៏បានដែរហើយខ្ញុំដាក់គ្រឿងម្សៅស៊ុបបន្តិចអំបិលបន្តិចប៊ីចេងហើយនឹងស្ករជាមួយនឹងទឹកត្រីបន្តិចផងដែរបើសិនត្រីងៀតយើងប្រៃខ្លាំងហើយយើងដាក់តែទឹកត្រីបន្តិចបានហើយមិនបាច់ដាក់អំបិលទេបន្ទាប់ពីយើងភ្លក់តែរសជាតិអស់ហើយយើងបង់បន្លែចូលដំបូងហ្នឹងគឺបង់ដើមចេកយើងដាក់វាឲ្យវាឆ្អិនមួយសន្ទុះសិនយើងដាក់បន្លែផ្សេងទៀតចូលណាព្រោះដើមចេកនេះវាក្រឆ្អិនជាងបន្លែផ្សេងទៀតដល់ខែភ្លៀងហើយអញ្ចឹងកុំភ្លេចនឹកឃើញម្ហូបមួយមុខនេះផងបន្ទាប់ពីទឹកយើងពុះហើយយើងបង់បន្លែដូចជាផ្កាកំប្លោកផ្កាស្នោហើយនឹងម្រះព្រៅដាក់ចូលហើយនឹងបង់កាពឹសតាមក្រោយបញ្ជាក់បន្តិចកាពឹសហ្នឹងពេលយើងបង់ចូលទៅវានឹងកាត់ជាតិជូរពីសម្លយើងហើយចឹងដល់ពេលដែលយើងដាក់ម្ជូរចូលហ្នឹងយើងដាក់ឲ្យរៀងច្រើនតិចទៅកុំឲ្យពេលកាពឹសកាត់ជាតិជូរយើងអស់ចឹងសម្លមួយឆ្នាំងនេះឆ្អិនណាស់ហើយរសជាតិវិញគឺឆ្ងាញ់ខ្លាំងមែនតែនហ្មងគ្រាន់តែស្ទើអីដឹងអត់គឺស្ទើម្ទេសខ្ញុំថែមម្ទេសចូលបន្ថែមទៀតព្រោះអីឲ្យវាកាន់តែហឹរពេលយើងហត់ក្តៅទៅបែកញើសល្អណាសម្លនេះយើងញ៉ាំបាយអស់ច្រើនចានអត់ដឹងខ្លួនទេឥឡូវនេះសម្លយើងរួចរាល់ជាការស្រេចយើងថែមម្រះព្រៅខាងក្រៅពីលើទៀតណានិយាយពីថាសម្រស់អត់សូវបានទេប៉ុន្តែរសជាតិវិញគឺឆ្ងាញ់ហ្មងចឹងអ្នកដែលញ៉ាំម្ហូបនេះអាចស្លសាកញ៉ាំបានព្រោះអីរសជាតិប្លែកហើយឆ្ងាញ់ដូចអ្នកធ្វើនេះចឹងទប់ចិត្តបានទេចង់ចូលនៅក្នុងវីដេអូដែរអញ្ចឹងសូម review ញ៉ាំតិចហើយនិយាយពីថាទឹកមុខអូយឆ្ងាញ់សាហាវហ្មងព្រោះញ៉ាំទាំងក្តៅហើយហឹលចឹងទៀតអូជាតិស្លាប់ហ្មងតែបញ្ជាក់តិចខ្ញុំមកដឹងស្លនេះគេហៅស្លអីខ្ញុំហៅតស្លម្ជូរស្រុកស្រែប៉ុណ្្នឹងឯងបើបងដឹងជួយ comment ខាងក្រោមផងអរគុណ